hưởng ca nghe hưởng mật phẹt của xã hao vậy lấy cho hưởng special word xong số tức mỗi tăng để đăng mèo bị khỏi ban po miến mèo xào xào đó nghe nè đây cô chỉ con kẹp chẳng chẳng đang hè lẹt chất thế vô lẹt chất mờ chẳng chẳng đang hèแบบcharacter chẳng nghe là biểu tăngแบบนั้นแกกดไอ้เห็นเขาเนี่ยจังสำหรับluônแบบดัดแน่ vậy tớ nhôm hơi nâng cốt sao cô khnia rồi có chắp lại khnia nâng pi chnam mày mẹ nó chắp chu khnia chlu khnia chnam tim môi cứ chlu khnia mong mà khai rồi có mặt tết nó chlu khnia mà đong ở ban mà đong có chặt này hay phía chớn chum lúa cả lang pi tẹt tôngอยู่ใน mindset យើងអត់ចូលចិត្តអានេះហេគាត់អត់ចូលចិត្តអានេះហើយយើងចង់ទៅកាយគាត់អត់ចង់កាយព្រោះគាត់ថាអាហ្នឹងគាត់ធ្លាប់តែធ្វើអញ្ចឹងតើហេតុអីមកកាយគាត់ដូចយើងតនការមួយដែលស្វែងយល់ពីគ្នាអញ្ចឹងឈ្លោះគ្នាច្រើនគាត់ជាមនុស្សពេលដែលឈ្លោះគ្នានិយាយត្រូវដោះស្រាយឥឡូវហ្នឹងខ្ញុំជាមនុស្សពេលដែលឈ្លោះគ្នាខ្ញុំស្ងាត់ខ្ញុំអត់និយាយអីទេខ្ញុំទុកឲ្យឆ្ងល់យើងចឹងយើងអត់ត្រូវគ្នាអីចឹងក្នុងរយៈពេលមួយឆ្នាំហ្នឹងម្នាក់រៀងហត់ដែរដល់ទៅដល់ឆ្នាំទី2បានរៀងធូរមកវិញដោយសារអីដោយសារតើពេលដែលឆ្លោះគ្នាហ្នឹងអ្វីដែលពីរអ្នកខ្ញុំធ្វើទី1ពួកគាត់អត់ចេះខឹងគាត់អត់ចេះគុំទេខ្ញុំគុំតែថាខ្ញុំគុំហើយតែខ្ញុំដល់ស្រ័យហើយខ្ញុំបាត់ហើយខ្ញុំភ្លេចគេតែថាខ្ញុំរៀងងុំកំហឹងណាដល់តែខ្ញុំរៀងទៅចេះបាទខ្ញុំទៅនិយាយមួយគាត់អត់ចូលចិត្តចាំអញ្ចឹងពេលដែលកន្លែងហ្នឹងខ្ញុំត្រឡប់ក្រោយបន្តិចដើរទៅថយក្រោយមកចឹងហ៊ានគិតឡើងវិញថាហេតុអីបានយើងធ្វើបាបគាត់ម៉េះគាត់មនុស្សជាទីស្រឡាញ់របស់យើងតើហេតុអីពេលដែលយើងខឹងចាត់ទុកគាត់ដូចជាអ្នកដតីដូចអត់ខ្វល់ហ្មងធ្វើបាបផ្លូវចិត្តគេថាអ្នកឯងខ្ញុំខឹងអ្នកឯងខ្ញុំអត់ខ្វល់ទេគាត់និយាយអីជាមួយយើងក៏យើងអត់ខ្វល់ដែរថយក្រោយមកជំនាញថាបញ្ហាហ្នឹងធំអត់អ្វីដែលខឹងហ្នឹងវាសមនឹងទៅពង្រៃកតោយដាក់គាត់អត់ទៅធ្វើបាបគាត់ចឹងអត់អាហ្នឹងbalance គ្នាតទៅមួយបញ្ហាហ្នឹងហើយបើសិនជាដូចឆ្នាំទី2ហ្នឹងយើងយល់គ្នាច្រើនហ្នឹងបញ្ហាហ្នឹងកើតឡើងហើយមិនស្អីទេតោះដោះស្រាយតាមហ្នឹងទៅហើយបញ្ហាណានិយាយបានគឺខ្ញុំនិយាយពីមុនខ្ញុំអត់និយាយទេខ្ញុំខឹងអីខ្ញុំលាក់ទុកក្នុងចិត្តហើយខ្ញុំងុំនៅហ្នឹងហ្មងប៉ុន្តែដល់ពេលហ៊ានបើកចិត្តហ៊ានមើលទៅលើអាបញ្ហាហ្នឹងហើយយើងខៅបញ្ហាហ្នឹងស្រាទេយើងដាក់ចោះបានយើងដាក់ចោះទៅហើយយើងនិយាយគ្នាទៅអាហ្នឹងដល់ស្រាយបានមួយប៉ុន្តែមែនរឿងទាំងអស់សិតតែនិយាយគ្នាបានទេបើសិននេះធ្ងន់ដែរបែកមកវិញគឺស្ងាត់សិនដល់តែធៀងតិចបានទៅហៅគាត់ឬក៏គាត់មកហៅយើងអញ្ចឹងនិយាយគ្នាតាមក្រោយពេលស្ដាប់ទៅមានថាក្នុងទំនាក់ទំនងគឺព្យាយាមនិយាយដើម្បីដោះស្រាយបញ្ហាស្ដាប់មិញចង់ដឹងថាជួបគ្នាដំបូងនៅពេលណាភ្លេចសួរមុនហ្នឹងជួបគ្នាដំបូងនៅកន្លែងការងារមេហើយកូនចៅគេហៅថាស្នេហាក្នុងវិស័យការងារកាត់ស្នេហាពេលណាពេលជួបគ្នាដំបូងការជួបគ្នាដំបូងអត់ romantic អត់ sexy អត់ផ្អែមរហែមទេផ្ដើមចេញពីការជួបគ្នាគាត់មេយើងគាត់ដាក់សម្ពាធលើយើងកូនចៅគាត់យើងតែឥឡូវខ្លាចយំអូកាតាដល់ឥឡូវអត់ខ្ញុំដាក់សម្ពាធឲ្យវិញម្ដងម្នាក់សងសឹកចង់ដឹងខ្លាំងចាចំណុចពេលណាមានអារម្មណ៍ថាភីងមួយគ្នាអត់មានភីងទេអត់ដែរមានភីងទេគាត់អត់ចូលចិត្ត romantic អត់ចូលចិត្ត sweet ទេអ្វីដែលគាត់ចូលចិត្តគឺ mocking bully យើងអូយពីអ្នកខ្ញុំបើសួរថាអូនឆ្លាញ់បងអត់ដែរមានទេអ្វីដែលមានគឺmocking ឬក៏ bully example ឧទាហរណ៍ថាខ្ញុំនិយាយភាសាអង់គ្លេសខ្ញុំមិន perfect ទេ mocking ខ្ញុំរឿងនិយាយតាក់ទងជាមួយនឹងណានិយាយអត់ច្បាស់ទេនិយាយតែបើកុំផ្លែអញ្ចឹងបើសួរថា ping មានអត់មានទេមានតែ mocking by funny way